សួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកចែករំលែកមេរៀនទី1ក្នុងសៀវភៅសាហេតុងហាប្រូក្រាមវគ្គ2ឬក៏យើងហៅថាឈូកឹបអ៊ីអ៊ីលខ្វាមេរៀនទី1ឆេខូយ៉ាងងើនខ្ញុំជាការរំថាអូនកត់ជាស្រុកកំណើតរបស់ខ្ញុំគឺមានទេសភាពមានកន្លែងស្អាតឬក៏យើងអាចខ្ញុំឈីនេះគឺទេសភាពអារម្មណ៍ថាអូននេះគឺដែលស្រស់ស្អាតគត់នេះគឺកន្លែងដែលមានទេសភាពស្រស់ស្អាតយើងមកពាក្យផូគីអេសអាល់ម៉ាចិនកតសិលខូឡាទេហ្វារលវ៉ាន់សងអាសេយ៉ូគេឲ្យយកពាក្យរបស់យើងនេះទៅភ្ជាប់ប្រយោគនៅសន្ទនាខាងក្រោមនេះអញ្ចឹងមកពាក្យនៅក្នុងកន្លោនេះអូរ៉េថេនកនមូលអូរ៉េថេនកនមូលនេះគឺអាគារដែលចាស់ឬអាគារចំណាស់ផាក់មូលខ្វាន់សារមន្ទីរឆឬក៏សាវ័នវត្តឬក៏ប្រាសាទហូស៊ូនេះគឺបឹងជួយយើងមើលឧទាហរណ៍ទី1ខាសារ៉ាំតេរីវេអ៊ីតាលីយ៉ារ៉ូយ៉ូហេងលម៉ានីខាល់កែអូដែលបកប្រែជាភាសាខ្មែរគេសួរថាហេតុអ្វីមានមនុស្សជាច្រើនធ្វើដំណើរទៅប្រទេសអ៊ីតាលីហើយរីឯចំណែកណាគាត់បានឆ្លើយថាអ៊ីតាលីអេសូតូអេអូរ៉េថេនកនមូលម៉ាណាសខាល់កូអេអូអ៊ីតាលីអេសូតូអេអូរ៉េថេនកនមូលម៉ាណាសខាល់កូអេអូដែលប្រែជាភាសាខ្មែរយើងគឺនៅប្រទេសអ៊ីតាលីនៅទីក្រុងអ៊ីតាលីហ្នឹងគឺដោយសារតែមានអាគារចំណាស់ជាច្រើនពួកគាត់ទៅហ្នឹងដោយសារតែមានអាគារចំណាស់ជាច្រើនចាមានអាគារចំណាស់បងប្អូនទាំងគ្នាអត់មានពាក្យច្រើនទេសុំទោសនេះច្រើនណាស់នេះអូខេតោះឥឡូវយើងមើលឧទាហរណ៍ទី2លេខ2នេះគេដាក់ខាឡូស៊ីយ៉ាអេសយូមយ៉ងហាន់ក៏ឈីមួយអូឡូស៊ីយ៉ាហ្នឹងគឺប្រទេសរ៉ូស៊ីនៅប្រទេសរ៉ូស៊ីហ្នឹងគឺកន្លែងដែលល្បីហ្នឹងគឺជាអ្វីតើអ្វីទៅជាកន្លែងដែលល្បីនៅប្រទេសរ៉ូស៊ីអ៊ីរឺគូឈឺខឺអេហូស៊ូយូមយ៉ងហាន់កតស៊ីអេអូយើងដាក់ជីមកទៀតណាបងប្អូនទាំងគ្នាយូមយ៉ងហាន់កតហ្នឹងហើយដែលបកប្រែជាភាសាខ្មែរគឺដោយសារតែវាមានកន្លែងវាមានបឹងដ៏ល្បីល្បាញគឺឈ្មោះអ៊ីរឺគូឈឺខឺដែលនៅក្នុងភាសាកូរ៉េណាបងប្អូនបន្ទាប់មកឧទាហរណ៍ទី3ខាឆេខូយ៉ាងងេសឆេខូយ៉ាងងេនិនឆលម៉ានីសយោណាគឺកូសេសម៉ានិនសារ៉ាំតេរីសូវនភីលជាដែលទី1គឺស្រុកកំណើតរបស់ខ្ញុំគឺមានវត្តអារាមជាច្រើនហើយណាគាត់ថាគឺកូកេសម៉ានិនសារ៉ាំតេរីសូវនភីលជាដែលមានន័យជាភាសាខ្មែរគឺកន្លែងហ្នឹងគឺមានមនុស្សជាច្រើនទៅបួងសួងមែនគាត់ដាក់ឃើញសញ្ញាសួរហ្នឹងហើយជាសួនភីលជាដែលទៅបួងសួងមែនបន្ទាប់មកឧទាហរណ៍ទី4ខាហាំងគូកេវ៉ាសអឌីឈីមុនចោខាប៉ាត់សយគឺថាពេលដែលមកប្រទេសកូរ៉េតើចង់ទៅកន្លែងណាធ្លាប់ទៅមុនដំបូងហ្នឹងគឺធ្លាប់ទៅកន្លែងណាទៅឯណាអញ្ចឹងណាមុនគេឈីនេះគឺជាងឬក៏មុនគេអញ្ចឹងណាចននយកសាអេខ្វាន់ស៊ីមីម៉ាណាសផាក់មូខ្វាន់ខាត់សយណាក៏គាត់បានឆ្លើយថាដោយសារតែខ្ញុំមានចំណាប់អារម្មណ៍ទៅលើប្រវត្តិសាស្ត្រខ្ញុំប្រវត្តិសាស្ត្រច្រើនឬក៏ខ្លាំងខ្ញុំបានទៅសារមន្ទីរអញ្ចឹងសម្រាប់មេរៀនទី1នេះគឺខ្ញុំសូមធ្វើប៉ុណ្ណឹងចាំជួបគ្នាក្រោយនៅជួបគ្នានៅមេរៀនក្រោយនៅវីដេអូក្រោយទៀតចាសូមអរគុណ